ឲ្យតែដល់រដូវភ្លៀងធ្លាក់ម្ដងសម្រាប់អ្នកស្រុកស្រែដូចជារូបខ្ញុំនេះគឺមិនខ្វះទេកង្កែបក្តាមទោះជាថ្ងៃខ្លះខ្ជិលយ៉ាងណាក៏ត្រូវតែទៅដែរទោះជារកមិនបានច្រើនដូចគេយ៉ាងហោចណាស់ក៏រួចបានមួយយួរព្រឹកឡើងដែរហើយបើនិយាយពីរូបខ្ញុំវិញបើថារឿងរកគឺអត់តន់គេទេប៉ុន្តែបើថារឿងក្លែមធានាលើខ្ញុំហើយកង្កែបដែលកំពុងធ្វើហ្នឹងគឺជាកង្កែបស្រែបងប្អូនមិនមែនកង្កែបដែលយើងទិញមកពីផ្សារអញ្ចឹងណាហើយសម្រាប់កង្កែបផ្សារដែលគេចិញ្ចឹមហ្នឹងគឺយើងទិញមកហូបអត់ឆ្ងាញ់ដូចកង្កែបស្រែរបស់យើងទេដែលជាកង្កែបធម្មជាតិហើយបើនិយាយពីបងខ្ញុំហើយនឹងខ្លួនខ្ញុំផ្ទាល់គឺចូលចិត្តតែម្ហូបបែបស្រុកស្រែហ្នឹងឯងបានតែប៉ុណ្ណេះទៅជារួចមួយយួរទៀតរបស់ធម្មជាតិស្រុកស្រែអញ្ចឹងគឺមិនងាយនឹងរកបានទេបងប្អូនគឺថាមួយរដូវមានម្ដងណាតលតែមានខែភ្លៀងធ្លាក់ទើបអាចរកបានហើយបើរកបានហើយគឺអត់ដែលភ្លេចទេអាចជាអញ្ចឹងណាបានពីអ្នកបងហើយសម្រាប់កង្កែបនេះដែរគឺមិនមែនកង្កែបស្រែធម្មតាទេបងប្អូនតាមពិតអានេះគឺជាកង្កែបភ្នំដោយសារតែស្រុកខ្ញុំគឺវានៅជិតភ្នំដែរអញ្ចឹងណាហើយបើនិយាយពីតាមស្រុកស្រែឥឡូវគឺតំបន់ខ្ញុំនេះគឺលែងសូវមានហើយបងប្អូនវាអត់សូវសម្បូរដូចមុនណាមិនមែនថាអត់ហ្មងទេវាមានដែរប៉ុន្តែវាអត់សូវសម្បូរដូចមុនដូចជាកង្កែបក្តាមអីពេលខ្លះបងប្អូនយើងក៏ដាក់ថ្នាំពុលដាក់អីច្រើនអញ្ចឹងណាក៏ដាក់ឲ្យក្តាមងាប់ឲ្យអីទៅកុំឲ្យស៊ីស្រូវគាត់កាត់ស្រូវគាត់អញ្ចឹងតែពេលអញ្ចឹងក្តាមវាលែងសូវសម្បូរដូចមុនហើយបើពីមុនដើរជួបឥឡូវអត់ទេហើយវីដេអូនេះដែរដោយសារតែខ្ញុំពីមុនហ្នឹងខ្ញុំផុសនៅក្នុង TikTok មុនអញ្ចឹងណាបងប្អូនតែអញ្ចឹងខ្ញុំយកពីក្នុង TikTok មកវិញអញ្ចឹងហើយបានវាជាប់ logo TikTok អញ្ចឹងណាហើយក៏អរគុណបងប្អូនសម្រាប់ការតាមដានផងដែរ